บัญโจกหลายตีตังจุนสิเวลเขาขาดไทยสมบัตินะใช่เนี่ยกิทาเช่บ่าก็ปัญหาประยมิตรบ่ยืงกดชงอลก็ท่าบ่ากัมพูชีรุมลุบเปียนให้เฉลียนเปียนให้บัญแต่เลือตีตังจุนสิเวลบ่ไทยเขาขาดเคยจะปีใบเนี้ยเวียโยกระดงตึกกระดงเป่าเปโตรเลยตัวเป็นรถเพลิงกระปุงแต่บัญคนนี้ได้กระกุกโยเป่าตรงตือตัวเป็นรถเตะตัวก็ห้อยตัวลมบ่าอันนั้นเป็นสมัยยังไงบ่าประเด็นยังแต่ชื่อไอ้มันดับไปละกัมพูชียังมันได้แต่บัญตีตังจุนสิเวลดิมวยปีคือบัญแต่ตีตังอยู่เทียติบ่าตีตังอยู่เทียคือจะกูได้จมบ้องได้ยังปราแต่บทสำหรับตีตังจุนสิเวลเรามาดอมองวิลเลียสมาเนี่ยกี่จุ่มเลี้ยเหม็นก็เป็นได้ตีตังโคตรขาดแต่สบายจุนสิเวลเราไทยนี่ประมาณขนองโคตรขาดจานขนองกับรัฐนาคลาบ่าไอ้ตามการไปเช็คปีลูกสไลมาลีสุจิตาในไทยมิสลมันคือกัมพูชีออกได้บางการบัญพาเตลือตีตังจุนสิเวลตีใช่โคตรขาดแต่รูปหนึ่งสหการีโจคลุนบำรารอมตรงเนี้ยตามเพียบเรียนมองได้เลยจิตพิเศษนั่นคือบานนอมชูตรงเนี้ยบานชีพในสภีพการตามมันตรวจปรุงได้ปอดเมียนสำคัญได้การล่างในทั้งไงมาสลบัญมาสลมังไงรวมเตียงไปเรียบร้อยได้บาเป็นเตลือสถานพิบอากาศเทียดอำนวยพอลบาปันได้มาสลมังไงมุ้ยในตามปรุงได้คือมีการแถลเพลียงบาเชียสัญญาณมุ้ยดับใบบอมโอนเยืองบานปรงปรีบคลุ้นมาพนัยเทียดคือท้าในดับบอลจุบรมจุนพิเศษบาดเฮาในทั้งไงมาสลมัญสมได้นิยรัฐมนตรีลูกบานจันซาเก่าตสาตลอดบอมโอนเป็นชีพรอดได้รวมគ្នាជាកម្លាំងសាមគ្គីធ្លុងមួយក្នុងការគាំទ្រទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិកម្ពុជាដែលបានខ្នះខ្នែងក្នុងការឈើជើងការពារទឹកដីការពារជាតិមាតុភូមិរបស់កម្ពុជាយើងបាទហ្នឹងគឺជាចំណុចមួយដែលសម្ដេចលោកបានកោតសរសើរហើយនឹងលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងគឺថាឲ្យបន្តធ្វើសកម្មភាពនឹងបន្ថែមទៀតព្រោះថាពេលវេលានេះគឺមានតែយើងគ្រប់គ្នាជាប្រជាជនជាមួយនឹងកងទ័ពរាជរដ្ឋាភិបាលគ្រប់និន្នាការសាសនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់យើងបានបង្ហាញអំពីគេហៅថាស្មារតីសាមគ្គីជាតិចា៎បាទស្មារតីក្នុងការនៅជាមួយជាតិគាំទ្ររាជរដ្ឋាភិបាលនឹងលើកទឹកចិត្តទៅដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងនៅខ្សែត្រៀមខាងមុខក្នុងការការពារបូរណភាពដែនដីនិងអធិបតេយ្យភាពរបស់ជាតិយើងបាទហើយបើកលេចទៅមើលក្រមបង្គោលឬក៏មិនបង្គោលបាទសពរដ្ឋជនគ្រប់ទិសទីតាមរយៈការប្រកោប្រកាសបាទហងមាសអញ្ចឹងទៅតាមរយៈមធ្យោបាយផ្សេងទៀតនៃការប្រកោប្រកាសតាមបណ្ដាញសង្គមគឺពួកគាត់ឆ្លើយតបទៅនឹងអ្វីដែលជាការលះបង់ពីសំណាក់កងទ័ពនៅឯសមរភូមិមុខអញ្ចឹងក្នុងនាមជាពលរដ្ឋមិនមានអីក្រៅតែពីជួយឧបត្ថម្ភទៅតាមលទ្ធភាពទៅតាមគ្រប់កន្លែងមធ្យោបាយទាំងអស់ដែលមិនប្រកាន់របស់តិចឬក៏ច្រើនគឺយើងត្រូវតែយកទៅទន្ទឹមគ្នាបាទនេះគឺជាទឹកចិត្តសម្ដេចធម្មដីនាយករដ្ឋមន្ត្រីលោកបានលើកឡើងថាព្រះមហាក្សត្រថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការសាសនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់គឺបានបង្ហាញស្មារតីរួបរួមសាមគ្គីជាតិជាទ្រង់មួយនៅពីក្រោយកងទ័ពវីរៈនគរបាលជាតិគ្រប់រូបដែលកំពុងតែឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចការពារដែនអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់កម្ពុជាយើងបាទអញ្ចឹងសម្ដេចសូមឲ្យកម្លាំងមហាសាមគ្គីជាតិខ្មែរតែមួយនឹងនៅបន្តជាធម្មពលរឹងមាំបាទរឹងមាំសម្រាប់ការគ្រប់គ្រងនិងផ្ដល់កម្លាំងចិត្តដល់ជាតិកម្ពុជារបស់យើងបាទដែលជាការយកមកបង្ហាញឲ្យឃើញអំពីការគ្រប់គ្រងយ៉ាងឥតងាករេទៅដល់កងទ័ពក្មេងចាមានច្រើនរូបភាពហើយគ្រប់សកម្មភាពទាំងអស់
ទាំងតូចចាទាំងធំទាំងចាស់ទាំងក្មេងសំបីតែបងឬក៏អ៊ំពូមីងដែលគាត់មិនមានលទ្ធភាពខ្លួនឯងមិនតិចមិនទួចសុខចិត្តបេះពីមាត់ខ្លួនឯងដើម្បីធ្វើយ៉ាងណាឲ្យបានទៅដល់កងទ័ពនិងជនភៀសសឹកចា៎បាទអញ្ចឹងនេះគឺជាចំណុចមួយដែលសំខាន់ផ្ដើមចេញពីបងប្អូនប្រជាពលរដ្ឋរបស់យើងដោយទស្សនវិជ្ជាហ្នឹងទស្សនវិជ្ជានេះបងប្អូនឃើញនៅតាមមុខផ្ទះទោះបីជាគាត់មិនបានទៅដល់កន្លែងបដុំសម្រាប់ប្រមូលជំនួយទៅដល់បងវរៈកងទ័ពយ៉ាងណាក៏ដោយប៉ុន្តែនៅខាងមុខផ្ទះហ្នឹងគឺគាត់ចាប់ផ្ដើមដាក់មានកចាមានមីចឹងទៅទឹកស៊ីអ៊ីវទឹកសតអីគឺតាមមុខផ្ទះដាក់មួយដើម្បីឲ្យអ្នកដែលគាត់ចាំមកប្រមូលយកទៅហ្នឹងគឺយកទៅទាំងអស់ចានេះនៅខាងលើកដៃចាលើកដៃបាទយ៉ាងណាមិញប្រិមិត្តចរន្តនៃការចូលរួមស្បៀងអាហារប្រកាសទៅតាមលទ្ធភាពក៏ប៉ុន្តែជាការចូលរួមដោយទឹកចិត្តហើយរដ្ឋាភិបាលក៏អត់បានប្រកបប្រកាសបងប្អូនយើងទៅចូលរួមដែរក៏ប៉ុន្តែនេះគឺជាទឹកចិត្តទៅតាមលទ្ធភាពទៅតាមផ្ទះខ្នងផ្ទះនីមួយៗចង់ចូលរួមជាមួយនឹងការការពារជាតិទោះបីតាមិនបានទៅកាន់កំភ្លើងវាយសត្រូវក៏ពិតមែនក៏ប៉ុន្តែដោយដែលប្រសាសន៍ដែលជួនលោកធ្លាប់បានលើកឡើងហើយវាជាជនមួយរូបទោះបីគាត់មិនបានទៅធ្វើដល់កន្លែងសឹកក៏ពិតមែនក៏ប៉ុន្តែគាត់ក៏ជាទាហានដែរទាហានយ៉ាងម៉េចទាហាននៅជួរខាងក្រោយដើម្បី support ទៅលើការផ្ដល់ស្បៀងអាហារគ្រប់មធ្យោបាយទាំងអស់បាទអានឹងហើយគឺជាអ្នកផ្ដល់ស្បៀងជាអ្នកដឹកជញ្ជូនស្បៀងទៅដល់កងទ័ពយើងដែលនៅសមរភូមិ front line បាទហើយពាក់ព័ន្ធទៅនឹងការលើកឡើងឆ្លើយតបម្សិលមិញដែរសម្ដេចតេជោក៏លោកបានលំអិតនៅពេលក្បាលល្ងាចបន្តិចទៀតជំវិញការស្នើដល់រដ្ឋាភិបាលបាទស្នើដល់រដ្ឋាភិបាលធ្វើម៉េចគឺកុំឲ្យជំលះបើន័យថាចេញចូលរវាងពលរដ្ឋថៃនិងពលរដ្ឋកម្ពុជាតាមច្រកព្រំដែនគូកទាំងអស់បិទតែម្ដងដោយសារធានាសុវត្ថិភាពប្រជាជនរបស់យើងប្រជាជនថៃដែរព្រោះថាថៃដល់ពេលថាកពុលមុខគឺអត់មានអីត្រូវបាញ់មិនបាញ់ជនស៊ីវិលគឺអត់រើសមុខទេប្រជាជនខ្លួនឯងក៏បាញ់ដែរឲ្យទៅនៅក្នុងដីរបស់កម្ពុជាយើងអញ្ចឹងសម្ដេចចេញមកបញ្ជាក់នៅថ្ងៃម្សិលមិញថាការតាមចេញចូលអនុញ្ញាតឲ្យតាមព្រំដែនគូកពីមុនគឺយើងនៅអនុញ្ញាតប៉ុន្តែពេលបច្ចុប្បន្នគឺយើងត្រូវស្នើសុំឲ្យបញ្ឈប់តែម្ដងហើយការអនុញ្ញាតឲ្យបានចេញចូលលកឹកណាតតែប្រើមធ្យោបាយដែនអាកាសបាទព្រោះតាមជើងយន្តហោះហ្នឹងក៏អត់មានការវាយប្រហារគ្នាអីទេអញ្ចឹងពលរដ្ឋថៃដែលចង់ត្រឡប់ទៅថៃវិញអាចជិះយន្តហោះបាទដោយមិនចាំបាច់ឆ្លងផ្លូវគោកនោះឡើយបាទរួចប្រជាជនកម្ពុជាដូចគ្នាចេញចូលគឺបានតាមជើងយន្តហោះមិនបានបិទជើងយន្តហោះនោះទេអានេះគឺជាចំណុចមួយដែលសម្ដេចលោកចង់ញែកឲ្យដាច់បិទអាព្រំដែនគូកុំឲ្យមានការភ័ន្តច្រឡំបាទកុំឲ្យមានការភ័ន្តច្រឡំអញ្ចឹងយើងនៅឆ្លើយឆ្លងតាមជើងយន្តហោះបានដូចគ្នាក៏ប៉ុន្តែដែនគោកនោះដូចប្រិយមិត្តយើងបានជៀបហើយចេញចូលតាមណារួចបើសិនជាគ្រប់សមរភូមិទាំងអស់សៀមបើកការឈ្លានពានមកដល់កម្ពុជាយើងអញ្ចឹងគាត់អាចមានមធ្យោបាយពលរដ្ឋថៃស្ងប់ស្ងាត់នៅក្នុងទឹកដីរបស់យើងរាជរដ្ឋាភិបាលធានាសុវត្ថិភាពសម្រាប់ប្រជាជនថៃបាទហើយដល់ឡែកប្រជាពលរដ្ឋខ្មែររបស់យើងដែលនៅទឹកដីថៃក៏ស្នើសុំឲ្យអាជ្ញាធរថៃជួយខ្នះខ្នែងសុខសុវត្ថិភាពរដ្ឋយើងមានលទ្ធភាពក៏ជិះយន្តហោះចោះតែបើតាមផ្លូវគោកគឺមិនអនុញ្ញាតទេម្សិលមិញអាជ្ញាធរថៃបាទជាពិសេសគឺថាក្រសួងការពារជាតិថៃបានចោទប្រកាន់មកដល់កម្ពុជាថាឃុំគ្រឿងពលរដ្ឋថៃមិនឲ្យចេញចូលហើយបិទព្រំដែនមិនឲ្យពលរដ្ឋចេញចូលតាមច្រកព្រំដែនបាទជាការឆ្លើយតបក្រសួងមហាផ្ទៃកម្ពុជាគឺបានឆ្លើយតបទៅខាងភាគីថៃវិញថាគឺកម្ពុជាធានាសុវត្ថិភាពមិនបានធ្វើឲ្យរឹតត្បិតឬក៏រឹតគេហៅថាធ្វើទុកបុកម្នេញទៅលើជនស៊ីវិលដែលហាមឃាត់មិនឲ្យចេញចូលនោះឡើយដោយសារតែស្ថានភាពវាអត់ល្អប្រសើរនៅពេលបច្ចុប្បន្នអញ្ចឹងក្រសួងមហាផ្ទៃដែលជាសេនាធិការឲ្យរដ្ឋាភិបាលគឺថាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទច្រកព្រំដែនសិនរឿងចេញចូលឬពលរដ្ឋនៅតាមច្រកព្រំដែនផ្លូវគោកគឺមិនអាចអនុញ្ញាតឲ្យបានទេដោយសារតែសង្គ្រាមដូចបងប្អូនយើងបានឃើញសូម្បីតែនៅម្ដុំយើងប៉ោយប៉ែតនៅគ្រប់កន្លែងទាំងអស់ចេញចូលតាមណារួចទៀតបើយើងមិនបិទដើម្បីធានាសុវត្ថិភាពទៅដល់ប្រជាជនទាំងពីរប្រជាជនថៃនៅក្នុងទឹកដី
នៃខេត្តបន្ទាយមានជ័យច្រើនណា ចាច្រើន បាទចេញទៅរួចទេវេលានឹងចេញទៅណារួចបើពងតែក្តៅសភាពការហ្នឹងឥឡូវពលរដ្ឋថៃអាចមានមធ្យោបាយមួយទៀតតាមអន្តរប្រវេសអន្តរជាតិគឺតាមជើងយន្តហោះ ដល់ថ្នាក់ពលរដ្ឋថៃដែលនៅក្នុងប្រទេសយើងអង្គុយបន់ស្រន់អត់ធូបអត់ទៀនដែរណាលោកបត្រា ម្សិលមិញនៅខេត្តជាប់ព្រំដែនភូមានោះប្រជាជនថៃនៅឈៀងរ៉ៃឈៀងម៉ៃនាំគ្នាលើកបដាគាត់និយាយពីរឿងអត់ចង់បាន សង្គ្រាម សង្គ្រាមទេមានទាំងបរទេសមានទាំងថៃពួកគាត់គិតថាបើសិនជាមានសង្គ្រាមពិបាកគាត់ក្នុងការរកទទួលទានដូចគ្នានេះបាទមិនមែនតែកម្ពុជាយើងទេអញ្ចឹងនេះគឺជាចំណុចមួយដែលសម្ដេចលោកបានបញ្ជាក់ហើយក្រសួងមហាផ្ទៃកម្ពុជាក៏បានបញ្ជាក់ដែរតាមរយៈអគ្គនាយកដ្ឋានអន្តរប្រវេសគឺពលរដ្ឋថៃអាចមានមធ្យោបាយមួយទៀតគឺប្រើជើងយន្តហោះលើអាកាសទៅស្រួលចេញចូលទៅបាងកកអំពេញតែបើសម្រាប់ក្នុងក្របខ័ណ្ឌផ្លូវគូគឺកម្ពុជាសូមអនុញ្ញាតបិទហើយដោយសារតែទីមួយគឺធានាសុវត្ថិភាពជូនទៅដល់ពលរដ្ឋថៃនិងពលរដ្ឋកម្ពុជាខ្លួនឯងផ្ទាល់តែម្ដង ចាហើយបើគិតរហូតមកដល់ព្រឹកនេះគឺជាថ្ងៃទី9ហើយនៃការឈ្លានពានរបស់ភាគីសៀមព្រោះគិតចាប់ពីថ្ងៃទី7មកចា7ថ្ងៃអាទិត្យចាអាទិត្យមុនអញ្ចឹងមកដល់ថ្ងៃនេះគឺព្រឹកថ្ងៃទី9ហើយចាហើយស្ថានភាពតាមបណ្ដោយព្រំដែនខាងទិសឧត្តរមានជ័យក្រុមការងារយើងក៏បានរាយការណ៍មកដែរថាព្រឹកនេះมันមានលឺ snow គ្រាប់ទេចាប៉ុន្តែមិនដឹងថាចប់ពីម៉ោងហ្នឹងទៅមិនដឹងថាយ៉ាងម៉េចទៀតតែមួយនៅព្រះវិហារលឺមួយប៉ុន្តែបើតាមដានសភាពការយប់មិញត្រឹមម៉ោង11កន្លះដល់ម៉ោង12ហ្នឹងគឺស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែនគឺអត់មានការបាញ់ផ្លោងដាក់គ្នាទេប៉ុន្តែមានព្រះវិហារមួយចាហើយនៅខាងកោះកុងមានដ្រូនចាម៉ោង11ជាងហ្នឹងគឺដ្រូនហោះបាទនេះគឺទស្សនវិជ្ជាស្ពានមេទឹកប្រិមិត្តស្ពានថ្មផងនិងស្ពានបេតុងបាឡេដែលសៀមទម្លាក់ក្របបែក2ដងចាទម្លាក់2ពេលប្រិមិត្តណាអាពេលដំបូងហ្នឹងគឺពីបាទអត់ដាច់ហ្នឹងគឺវាទៅមួយសាហើយដល់មកចុងក្រោយវាទម្លាក់ផ្ដាច់យកតែមែនទែនហ្មងហើយទស្សនវិជ្ជានៅលើស្ពានថ្មក្នុងតំបន់គេហៅថាមេទឹកស្ទឹងមេទឹកនៅខាងខេត្តពោធិ៍សាត់ដោយប្រិមិត្តយើងបានជ្រាបហើយទស្សនវិជ្ជាខ្លះដែលបងប្អូនអ្នកសារព័ត៌មានទៅប្រតិយករូបភាពក្រោយពេលដែលសៀមវាទម្លាក់គ្រាប់បែកពី S16 ហើយហ្នឹងយើងអាចចូលរដ្ឋបានពីសភាពការស្ងប់ស្ងាត់បាទហើយឆ្លើយតបចំពោះការខូចខាតហ្នឹងក្រសួងសាធារណការក៏ចាំដំណឹងពីសមរភូមិមុខដែរថានៅពេលដែលអាចសាងសង់បានគឺក្រសួងនឹងទៅសាងសង់ភ្លាមតែម្ដងដើម្បីសម្រួលក្នុងការដឹកជញ្ជូនផ្សេងទំនិញផ្សេងទៅកាន់តំបន់ដែលជួបបញ្ហាប្រឈមអញ្ចឹងហើយសៀមវាទម្លាក់គ្រាប់ហ្នឹងគឺមិនមែនទម្លាក់ត្រឹមតែអាចាស់ទេទម្លាក់អាថ្មីផងអាចាស់ផងដើម្បីធ្វើយ៉ាងម៉េចផ្ដាច់ចរន្តនៃការផ្គត់ផ្គង់ស្បៀងពីសំណាក់កងទ័ពកម្ពុជារបស់យើងទៅតំបន់សមរភូមិមួយទៀតបាទអញ្ចឹងនេះគឺជាចំណុចមួយដែលចង់ឲ្យបងប្អូនយើងបានជ្រាបហេដ្ឋារចនាសម្ព័ន្ធត្រូវបានសៀមទម្លាក់គ្រាប់ខូចខាតច្រើនមកដល់ពេលវេលានេះប៉ុន្តែទុកឲ្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយទី1ទី2នៃរដ្ឋាភិបាលស្រង់ស្ថិតិសិនចាំមើលថាការខូចខាតនឹងក្នុងកម្រិតណាព្រោះឥឡូវនេះគឺมันអាចស្រង់បានដោយសារតែសមរភូមិស្ទើរតែបណ្ដោយប្រមាណជា800គីឡូជាងនឹងគឺផ្ទុះទាំងអស់ប្រិមិត្តបាទទើបស្ងប់ស្ងាត់ក្បាលល្ងាចខ្ទង់ប្រហែលជាម៉ោង8យប់កន្លះមកដល់ម៉ោង11ស្ងប់ស្ងាត់มันមានការផ្ទុះធ្ងន់ធ្ងរទ្រង់ទ្រាយធំទេដូចដែលជំរាបជូនអញ្ចឹងគឺមានតែមួយនៅខាងបែកព្រះវិហារម្ដុំយើងភ្នំ500ភ្នំខ្មៅអញ្ចឹងណាបាទហ្នឹងគឺចង់ឲ្យបងប្អូនយើងបានជ្រាបប៉ុន្តែកាស៊ីណូអាគារអីផ្សេងគឺរងការបំផ្លិចបំផ្លាញដោយសារតែការឈ្លានពានទម្លាក់គ្រាប់យ៉ាងសន្ធឹកសន្ធាប់ពីសំណាក់សៀមហ្នឹងឯងចាថ្ងៃសៅរ៍គឺទ្រង់ទ្រាយធំចាធ្ងន់ធ្ងរមែនទែនដែលភាគីសៀមគេទម្លាក់គ្រាប់មកទាំងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនិយាយទៅឲ្យតែផ្ទះមើលថាតំណងដែលធំគឺខ្ទេចចាកំទេចតតែខ្ទេចចាខ្លាញ់តខ្ទេចរហូតដល់ម៉ោង10យប់ថ្ងៃសៅរ៍ទើបមានបត់ឈប់បាញ់ចាម្ដងទៀតប៉ុន្តែក្នុងនោះខាងភាគីសៀមនៅតែរំលោភដដែលចារឹតតែសកត់មកធ្ងន់ថែមទៀតសៀមវាកលៃនឹងចាំថាខ្ញុំតាមបន្តគ្នាទៀតសៀមវាកលៃព័ត៌មានបំភ្លៃអញ្ចឹងប្រិមិត្តយើងដឹងថាព័ត៌មានសៀមផ្សាយមកវាមិនដែលរឿងពិតទេភាគច្រើនគឺបំភ្លៃហើយបំប៉ោងសភាពការឲ្យវាក្តៅហើយបបាក់ទឹកចិត្តទៅដល់កងទ័ពនិងប្រជាជនកម្ពុជារបស់យើងបាទហើយសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលយល់អំពីស្ថានភាពគឺគាត់បានប្រាប់គ្នាបន្តទៀតថាអាកសែតសៀមការបំភ្ល
ភ្លៃបំពុលវាមិនមែនជាសារព័ត៌មានដែលគ្រប់ជ្រុងជ្រោយនោះគឺគាត់ប្រាប់បន្តទៅដល់បងប្អូនយើងកុំឲ្យមានការភ័ន្តច្រឡំព្រោះសៀមគឺប្រកែសម្ដែងគ្រប់សពបែបយ៉ាងហើយខ្ញុំរងនិយាយមួយទៀតចង់ភ្លេចទៅពាក់ព័ន្ធទៅនឹងសៀមដែរចង់ភ្លេចទៅមិញរនឹកឃើញឡើយតែនិយាយជាប់មាត់ចាមើលតែបានទៅទៀតមើលចាំខ្ញុំរនឹកឃើញនិយាយពីអានុទីនតែបាននិយាយមកសិនតែខ្ញុំមានរឿងមួយទៀតពលរដ្ឋចង់ដឹងរឿងហ្នឹងខ្ញុំចង់ភ្លេចទៅអញ្ចឹងហ៎ភ្លេចតែបាននិយាយមុនណាតាមពិតទៅបងប្អូនគាត់ដឹងហើយកសែតសៀមទាំងផ្លូវការមិនផ្លូវការឥឡូវនេះគឺចេញវល់ទាំងអស់ចាមកច្បល់ទាំងអស់ហើយម្សិលមិញពេលល្ងាចទៅហើយនឹងបងប្អូនប្រកាសជាឃើញคลิปវីដេអូមួយរបស់អានុទីនហើយចាដែលគាត់ចុះទៅកន្លែងតំបន់ភាសឹកហើយគាត់បានចាច្រៀងចម្រៀងពី3បទចាធ្វើដូចសបាយធ្វើដូចអត់មានកើតទុកប្រទេសកំពុងតែមានសង្គ្រាមណាបងប្អូនប៉ុន្តែបងប្អូនប្រកាសជាយល់ថាហេតុអីបានជាគាត់ធ្វើបែបហ្នឹងបានចាទី1គឺគាត់ដឹងថាធ្វើអញ្ចឹងទៅនឹងមានពាក្យពេចន៍ឬក៏មានការលើកឡើងមកទៅលើរូបគាត់ថាហេតុអីក៏កំពុងតែមានសង្គ្រាមគាត់ទៅធ្វើនិយាយអញ្ចឹងបានចាហើយអ្វីដែលសំខាន់មិនត្រឹមតែគាត់ទៅច្រៀងអញ្ចឹងឯង live នៅក្នុង page របស់ខ្លួនឯងថែមទៀតដើម្បីឲ្យបងប្អូនដឹងអញ្ចឹងបានន័យថានេះមិនមែនជាអ្វីដែលគាត់មិនចង់ធ្វើនេះគឺគាត់ចង់ធ្វើហើយគាត់ចង់បង្ហាញបែបហ្នឹងតែម្ដងឲ្យបងប្អូនឃើញយុរដ្ឋមន្ត្រីថៃនេះធ្វើកើតយុរដ្ឋមន្ត្រីចាំផ្ទះឥឡូវសំបីតាពេលទឹកចំនួននៅហាត់យ៉ៃទៅដល់ក៏គាត់សោចចាគាត់ទៅឆាបាយទៅអីទៅធម្មតាហើយពលរដ្ឋថៃក៏លើកឡើងទៅលើរូបគាត់ដែរចាច្អល់មុខចំថែមទៀតអញ្ចឹងហើយរូបភាពនេះបែរជាគាត់ព្រលឹមឡើងកាន់ទុកល្ងាចឡើងគាត់ទៅច្រៀងសំដែងចាឥឡូវយើងអស់អីនិយាយពាក្យខ្មែរយើងថាអស់ពាក្យនឹងនិយាយចាខ្ញុំរកឃើញចេះម្សិលមិញនឹកឃើញហើយកងទ័ពភូមិន្ទថៃជាពិសេសគឺនៅក្នុងយុទ្ធភូមិភាគ2របស់ថៃបានផ្សាយថាកម្ពុជាយើងរំលោភបំពានឈ្លានពានហើយនឹងបាញ់ចូលកន្លែងទីតាំងជនស៊ីវិលខូចខាតថៃសម្បើមណាស់ចានេះគេថាចេះបាទក៏ប៉ុន្តែប្រិយមិត្តរបស់យើងក៏ឆ្ងល់គាត់ថាបើកម្ពុជារំលោភបំពានហើយឈ្លានពានហើយបាញ់ទៅលើទីតាំងជនស៊ីវិលរបស់ថៃខូចខាតឃើញតែ2 3នាក់វាយកអាកដុងទឹកអាកដុងប៉ោតពេត្រូវាទៅពលុតភ្លើងអាកំពុងតែបាញ់គ្នាក្តៅកគុកវាយកអាប៉ោតហ្នឹងទៅពលុតទេទៅពលុតផ្ទះទៅទឹកហុយទលោមនោះបាទអាហ្នឹងវាសំដែងហ្នឹងហើយបាទប្រិមិត្តយើងទៅជឿអីហើយដល់ពេលកម្ពុជាយើងមិនដែលទៅបាញ់ទីតាំងជនស៊ីវិលទេ1 2 2គឺបាញ់តែទីតាំងយោធាទេបាទទីតាំងយោធាគឺជាគោលដៅចម្បងដែលយើងប្រើប្រាស់តែបើសម្រាប់ទីតាំងជនស៊ីវិលឥឡូវមកដល់ម៉ោងវេលាស្មើនេះគេជំនាញមែនក៏ប៉ុន្តែទីតាំងខូចខាតផ្ទះសម្បែងជនស៊ីវិលរបស់ថៃនឹងប្រមាណខ្នងខូចខាតច្រើនក្នុងកម្រិតណាខ្លះបាទហើយបើតាមការបញ្ជាក់ពីលោកស្រីម៉ាលីសុជីតានៅថ្ងៃម្សិលមិញគឺកម្ពុជាអត់ដែលបើកការបាញ់ប្រហារទៅលើទីតាំងជនស៊ីវិលទេចា៎ខូចខាតផ្ទះសម្បែងក៏អាជ្ញាធរថៃខ្លួនឯងដឹងច្បាស់ដែរបាទសួរថាទីតាំងជនស៊ីវិលជាគោលដៅផ្ទាំងស៊ីបដែលទាហានកម្ពុជាបាញ់ទៅទេអត់ពួកយើងគោរពទៅលើសន្ធិសញ្ញាមួយគឺថាមិនបំផ្លិចបំផ្លាញទ្រង់ទ្រាយធំទៅលើគោលដៅជនស៊ីវិលតែសៀមគេមិនដែលខ្វល់អំពីគោលដៅជនស៊ីវិលរបស់កម្ពុជាពីកាលសូម្បីតែពលរដ្ឋខ្លួនឯងដល់ពេលលជិះឡានធម្មតាក៏បាញ់ផ្លោងឲ្យទៅទឹកដីកម្ពុជាបាទអានឹងហើយដែលជាការអំពាវនាវរបស់សម្ដេចប្រធានព្រឹទ្ធសភាកុំឲ្យបើកព្រំដែនគោកឲ្យពលរដ្ឋចេញចូលទៅវិញទៅមកវាហានិភ័យបាទពួកសៀមកពលមុខអញ្ចឹងហើយបានជាកម្ពុជារបស់យើងនៅតែរក្សាគោលជំហរមួយការចរចាទី1ទី2គឺមិនធ្វើរឿងឲ្យវាផ្ដេសផ្ដាស់ឈ្លានពានឬក៏គេហៅថាវាយសង្គ្រាមពង្រីកសមរភូមិអត់ទេបាទទុកហើយត្រង់ចាំទៅវាយចោលតាបាទហើយបើសម្រាប់កម្ពុជាបររត់ក្រោះចូលទៅទឹកដីថៃគឺអត់មានទេហើយបាញ់ផ្លោងទៅដល់ទីតាំងជនស៊ីវិលក៏មិនមានដែរចា៎ដោយសារតែទាហានសៀមខ្លួនឯងយកអាកាភ្លើងផ្លោងអូវីស័រទៅដាក់កន្លែងទីតាំងជនស៊ីវិលដល់ដាក់ទៅវាមិនចំមួយម្ដងមកកាលការសង្គ្រាម5ថ្ងៃដាក់ចំមើលសិននេះដោយសារថាសៀមអូអាស្គុតអូកាភ្លើងផ្លោងទៅដាក់នៅផ្ទះជនស៊ីវិលហើយមិនត្រូវបាទកាភ្លើងផ្លោង BM21 មានភ្នែកមកពីណាសៀមគេមានបច្ចេកវិទ្យាទំនើបផង
តែភ្នែកបើកកឡែតហោះមកដល់ព្រំដែនកម្ពុជាចូលលំលោបលើដែនអធិបតេយ្យភាពរបស់កម្ពុជាទម្លាក់ឡើងខូចខាតស្ពានបាទផ្ទះសម្បែង ពលរដ្ឋ បាទផ្ទះពលរដ្ឋវត្តអារាមមន្ទីរពេទ្យគឺភ្នែកបើកកវ៉ៃលជិះ S16 មកវាមិនឃើញណាប៉ុន្តែវាមានបំណងទម្លាក់អញ្ចឹងយើងមានទៅទម្លាក់ស្អីប្រិមិត្តបាញ់ពីចម្ងាយទៅឲ្យចំគូដៅទៅហ៊ានតាបាទនឹងបងប្អូនយើងបានជ្រាបហើយណាបាទខ្ទេចខ្ទីអស់ហើយនៅតំបន់សមរភូមិជាពិសេសគឺនៅខាងដល់មានជ័យវត្តប្រហែលវត្ត3 4 5វត្តហ្នឹងទៅខ្ទេចខ្ទីអស់ហើយគាត់លោកគាត់អីឥឡូវតួលេខ តែវិហារអីហ្នឹងទៅអស់លីងហើយតួលេខជនស៊ីវិលដែលស្លាប់ដោយសារតែការទម្លាក់គ្រាប់ពីភាគីសៀមឡើងដល់11នាក់ចា11នាក់11នាក់11ម៉ឺន11នាក់ស្លាប់11នាក់ចាស្លាប់11នាក់ចាស៊ីវិលហើយរបួស59នាក់ចាហើយស្លាប់11នាក់ហ្នឹងមានទាំងកុមារហើយនិងទារកម្នាក់ថែមទៀតបាទចានេះរបាយការណ៍ពីខាងអាជ្ញាធរជំនាញនៅការបដាខេត្តមួយរបូកសរុបមកជាពិសេសគឺក្រសួងការពារជាតិលោកបានបញ្ជាក់មកអញ្ចឹងហើយសម្រាប់ទាហានគឺអត់ទាន់បានបូកទូលេខនៅឡើយទេតាមទិន្នន័យជនភៀសសឹកនៅតាមបណ្ដាខេត្តទាំងប្រមាណហ្នឹងតែបានឡើងដល់40ម៉ឺនអ្នកជាងណាចាឡើងដល់403601នាក់ចានៅក្នុងនោះបើគិតជាគ្រួសារឡើងដល់12814គ្រួសារហើយក្នុងនោះមានស្ត្រីចំនួន28266នាក់និងកុមារ97209នាក់ច្រើនណាស់ប្រិមិត្តហើយម្ដងនេះវា9ថ្ងៃសង្គ្រាមម្ដងនេះគឺថាពលរដ្ឋយើងជំលះចេញមកគឺច្រើនមែនទែនបាទដោយសារតែទី1គឺតំបន់ហ្នឹងវាក្តៅពេកបាទក្តៅពេកអញ្ចឹងដូចដែលប្រិមិត្តយើងតាមដានព័ត៌មានគាត់ថាកន្លែងណាមិនទាន់ក្តៅយើងគួរតែជំលះចេញឲ្យហើយពីតាន់សភាពការយើងចេញលឿនបើយើងចាំតែផ្ទុះរឿងចាំតែគេមកទម្លាក់គ្រាប់បាញ់ផ្លោងចូលមកយើងអាហ្នឹងយើងមើលអត់ឃើញស្ថានភាពនៅឡើយទេអញ្ចឹងមានតែបងប្អូនយើងប្រុងប្រយ័ត្នខ្លួនឯងអាជ្ញាធរក៏បានពីវនីម្ដងហើយម្ដងទៀតឲ្យបងប្អូនយើងចេញទៅរកកន្លែងមានសុវត្ថិភាពអរគុណដែលចាំបន្តជំរាបជូនបងប្អូននៅវគ្គក្រោយទៀតចោះចាដោយសាររៀងលើសម៉ោងបន្តិចចានឹងមានរឿងរ៉ាវច្រើនអត់ទាន់ចេញទៅណាពីព្រំដែនទេខណៈនេះសូមសម្រាប់បន្តិចសិន